បេសកកម្ម5ប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាក្រោយចូលឆ្នាំខ្មែរត្បិតថាក្រុមជម្រើសជាតិកម្ពុជាមានការប្រកួតនៅក្នុងថ្ងៃ FIFA Day នៅខែមេសាកន្លងទៅប៉ុន្តែក្រុមគោព្រៃកម្ពុជាក៏នឹងមានបេសកកម្មចំនួន5ប្រកួតនៅក្នុងខែមិថុនាកក្កដានិងសីហាដែលក្នុងនោះមានការប្រកួតមិត្តភាពអន្តរជាតិក៏ដូចជាពានរង្វាន់ Asian Championship ឆ្នាំ2026បេសកកម្មក្រុមជម្រើសជាតិកម្ពុជាទាំង5ប្រកួតក្រោយចូលឆ្នាំខ្មែររួមមានថ្ងៃទី9ខែមិថុនាឆ្នាំ2026ក្រុងនឹងមានការប្រកួតមិត្តភាពអន្តរជាតិជាមួយហុងកុងនៅពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញថ្ងៃទី24ខែកក្កដាឆ្នាំ2026ក្រុមគោព្រៃកម្ពុជានឹងត្រូវប៉ះសិង្ហបុរីក្នុងពានរង្វាន់ Asian Championship ឆ្នាំ2026ថ្ងៃទី27ខែកក្កដាឆ្នាំ2026ក្រុមគោព្រៃកម្ពុជានឹងត្រូវប៉ះឥណ្ឌូនេស៊ីក្នុងពានរង្វាន់ Asian Championship ឆ្នាំ2026នៅថ្ងៃទី3ខែសីហាឆ្នាំ2026ក្រុមគោព្រៃកម្ពុជានឹងត្រូវប៉ះព្រុយណេឬទីម៉័រខាងកើតក្នុងពានរង្វាន់ Asian Championship ឆ្នាំ2026នៅថ្ងៃទី7ខែសីហាឆ្នាំ2026ក្រុមគោព្រៃកម្ពុជានឹងត្រូវប៉ះវៀតណាមក្នុងពានរង្វាន់ Asian Championship ឆ្នាំ2026